ai nâng thế dương tới để chắpពួកចោលនោះឲ្យបានឲ្យតែឡានចេញថ្មីត្រូវពួកវាលួចរហូតនេះជាអន្ទះរបស់ពួកយើងនោះទេតែពួកយើងថាឡើងចង់មកយកបាយប៉ុណ្ណឹងក៏รู้ដែរប្រយ័ត្នយើងទ្រាំមិនបានណាបើចាប់ចោលងាយស្រួលនោះឯងប្រកាសជាឡើងតំណែងដូចជាយើងហើយមែនហើយលបងហេតុអីក៏អ្នកគ្រប់គ្រងឲ្យលបងខ្ចីឡានឲ្យយើងខ្ចីហ៎ដីស្មៃទៅគេជាអ្នកឲ្យយើងប្រើទេហើយក៏ឲ្យយើងបដូរទៅឆ្លានតិចទៅបើឡាននេះគេលួចបាននោះយើងមិនដឹងថាត្រូវមានរឿងអីកើតឡើងនោះទេវ៉ាម៉ាស៊ីនមានបញ្ហាហើយឆាប់ទៅមើលទៅអរនេះបន់ម៉ាស៊ីនត្រជាក់ហើយប្រឡូតឡានទៅចាក់ទឹកទៅប្រយ័ត្នផងណាប្រយ័ត្នខូចលឺទេអើយហើយអើយក្តៅខ្លាំងណែឲ្យចាប់ឡើងទៅយើងមើលមិនឃើញឡានទេបើឯងនៅបាំងចឹងនោះពេលនៅទឹកក្តៅអញ្ចឹងណែចាក់ទឹកថែមម្ដងទៀតទៅ1 2 3រួយរាល់ហើយខ្ញុំស្វាងភ្នែកទៅដឹងហើយណែប្រាប់យើងមកថាឡានពណ៌ក្រហមឬពណ៌ខ្មៅញីហើយនិយាយស្អីឯងចាប់ប្រាប់យើងព្រមទៅគឺក្រហមតែវាពណ៌ខ្មៅទេមិនទៅនិយាយថាក្រហមទៅវិញអើយចម្លែកខ្លាំងណាស់នេះហើយមិនក៏លួចលឿនយ៉ាងនេះណូលបងម្ដងនេះច្បាស់មានបញ្ហាធំហើយលបងពិតជាសំណាងអាក្រក់ខ្លាំងណាស់អាឡូយើងចង់បានហើយចង់បានយើងត្រូវហើយមិនបានចឹងហើយមិនក៏មិនលួចឡានដែលមិនមែនជារបស់យើងចឹងហើយលួចឡានជាការងាររបស់យើងទេអាចោចចម្លែកឯនេះយើងប្រាប់ឯងទៅចោះយើងគឺជាប៉ូលីសឈ្មោះថាតៃហ្វាងវាងឡានដែលឯងកំពុងតែបើកនោះគឺជាឡានច្បាយរបស់យើងនោះទេឯងដឹងទេបើឯងបើឡាននឹងបាត់ឯងត្រូវទទួលខុសត្រូវទាំងអស់តាមមែនទេប្រកាសជាចឹងហើយឯងចម្លែកយោឯងនិយាយពីអាក្រក់ស្ដាប់សុំទោសលបងសូមកុំធ្វើបាបខ្ញុំអីណាខ្ញុំខំធ្វើការខ្លាំងណាស់ទើបបានតម្លៃប៉ុណ្ណឹងមកលោកឲ្យឡានមកខ្ញុំវិញនោះខ្ញុំនឹងធ្វើតាមលោកទាំងអស់ហ្នឹងតើបានទេហឡូនិយាយអីខ្លះមកឆាប់ឡើងបលីដោយលោកប្រយ័ត្នខ្លាំងណាស់មែនទេមែនហើយមនុស្សប្រុសដូចជាលបងឯងនេះកាន់តែយ៉ាប់ណាស់មែនទេមែនហើយលបងឈ្មោះតៃហ្វាហ្វាងហ្នឹងមែនទេមែនហើយអញ្ចឹងឈ្មោះក្រៅរបស់លបងហៅថាកុហកតើមែនទេមែនហើយតែកូនតលេងសើចទេបើអញ្ចឹងបានន័យថាលបងកុហកយើងហើយយើងមិនទុកចិត្តលបងទេតើមែនទេបានហើយកុំនិយាយច្រើនអាឡូលបងតើគេនិយាយថាម៉េចទៅគេថាញ៉ៃណាហើយអាចចង្រៃយកយើងនឹងចាប់ឯងឲ្យតតែបាននឹងឥឡូវមានចៅច្រើនណាស់ជាយាមលួចឡានម៉ាក់នេះកុំភ័យអីឡាននេះបានដាក់ប្រព័ន្ធការពារហើយប្រកបហើយប្រព័ន្ធការពារឆាប់ស្ងាត់ទៅ
យ៉ាហ៊ានធ្វើយ៉ាងចឹងផងលេខ1ហៅទាំងអស់គ្នាលេខ1ហៅទាំងអស់គ្នាមានមនុស្សលួចឡានហើយត្រូវបិទផ្លូវចេញភ្លាមចាប់ពួកវាបានហើយចាំហៅប៉ូលីសពេលក្រោយទៅបានហើយឡានប៉ាសនោះបានមកដល់ហើយចាប់បិទផ្លូវភ្លាមទៅតើធ្វើយ៉ាងម៉េចទៅឆ្វេងណាឡាននោះបានបោតទៅក្រោយវិញហើយឡាននោះបានបោតទៅក្រោយវិញហើយតើយើងជាអ្នករៀបរៀងផ្លូវអាចឆាប់ចេញទៅគឺឡាននោះហើយឆាប់ទៅលើតើមានរឿងការឡានទៅបងមានគេលួចឡានពួកយើងមកបិទផ្លូវហើយយើងមិនឲ្យបាត់ទេជប់សិនជប់សិនចេះហេជប់សិនទៅអាយអើយជប់សិនជប់យ៉ាអើយកុំអើយបាត់ទៅតាមមកចាប់មកនៅមិនតាមមកស្រួលទេតាមទៅអើយជប់សិនដែលពួកអត់ដែរបើភ្លាមសម្រាប់អាមេចោលនឹងចោលភ្លាមណាហ៎តាមទៅអេកំណត់ឯងទៅដល់ព្រួយទេវ៉ាតើគេទប់ទល់ជាប់ដែរទេហើយនេះក៏នៅឈរឆាប់ទៅគេបងទូខ្ញុំឃើញគេហើយនៅណាគឺអញទេហើយមិនបានចោលពេលមុនអញ្ចឹងចូលមកទៅចាប់គេចោលទៅគំរត់សោះគំរត់ទៅអីមើលអីនោះមើលកាលហ្នឹងអើយខឹងចឹងក៏ពួកឯងខ្លាចដែរហ៎អីអើយអើយឈឺដាច់យ៉ាងไรយោខ្លាំងអីប៉ុណ្ណឹងចូលរត់ទៅកុំចូលចូលព្រោះគ្រឿងវាយវាងាប់ដល់បងទៅសម្រាប់ចោលទៅលបងឆាប់រត់ទៅរត់ឲ្យឆាប់ឡើងទៅឆាប់តាមទៅលោកនេះឡាននោះទៅបានហើយពុតជាចោលម៉ាស៊ីនមើលណានេះមកកកឲ្យវាពីរអ្នករត់រួចឥឡូវឯងមិនបាច់ប្តឹងប៉ូលីសអីទេកុំឲ្យពួកយើងខូចមុខមាត់ចាំបានចាក់គេប្តឹងនោះប្តឹងទៅឡានឪម៉ែឲ្យយើងទៅ
ល្អបងល្អមួយទៀតហើយធ្វើបានល្អមែនអាមួយនេះពិតជាស្អាតខ្លាំងណាស់នៃពណ៌លឿងនេះមើលទៅដូចស្អាតណាវាមិនអន់នោះទេលោកពូទីនៅវិជារបស់ពិតជាគ្រប់ចំនួនលោកពូពិតជាប្រកែមែនធ្វើការក្នុងក្រុមហ៊ុនសាងសង់វាល្អជាងធ្វើភ្នាក់ងារធម្មតាតែវាត្រូវបានជោគជ័យល្អជាងចំណែកនឹងពួកឯងណាពួកឯងមានជីវិតធម្មតាហើយក៏បានចែកចង់ស្រីទៀតក៏ប៉ុន្តែចំពោះយើងវិញសូម្បីតែចិត្តហើយក៏វាអត់បានគ្មានប្រយោជន៍អីទល់សោះលោកពូក៏ឆ្លាតដែរតើមែនដែរទេលោកពូឆ្លាតអីយើងធ្លាប់ចូលចិត្តឡានហើយទិញឡានលក់ឡានប្រកួតឡាននិងលួចឡានទៀតផងតែពិបាកណាស់ពេលដែលយើងជាប់នៅក្នុងឡានឥឡូវមកខ្លាចជាងចឹងហើយយើងប្រាប់ឯងទៅចុះហើយយើងនៅតែបរិសុទ្ធទេយើងមិនអាចឈប់គិតរឿងហ្នឹងទេវ៉ាអញ្ចឹងពិបាកហើយលោកពូតាំងពីពូចូលចិត្តឡានណាលោកពូគួរតែយកឡានឲ្យដូចប្រពន្ធពូណាវាមិនដូចគ្នាទេឲ្យយើងការជាមួយប្រពន្ធច្រើនយ៉ាងម៉េចទៅដូចនេះហើយយើងចាត់ទុកពួកវាដូចជាកូនស្រីហើយយើងគ្រប់គ្រងពួកគេយើងធ្វើឲ្យពួកគេនឹងស្អាតហើយសេកស៊ីទៀតផងព្រោះពួកគេរកលុយឲ្យយើងច្រើនណាយើងគ្រាន់តែអាចគិតពីរឿងនេះប៉ុណ្ណឹងទេអញ្ចឹងយើងចាត់ទុកពួកវាដូចជាស្រីខូចទៅកុំយកអាក្រក់ពីទៅមើលយកកូនស្រីឲ្យយើងឲ្យបានច្រើនមកហើយច្បាយកបោយកកបោមកឲ្យយើងវិញលោកពូមិនចំណាយការរកទេហីខូចនេះវើយឲ្យលឿនលោកតាសុខសប្បាយណាស់ទេអរគុណណាឆាប់ចូលទៅលោកប្រុសទាំងពីរសូមអញ្ជើញចូលបើនាងពិតជាស្រឡាញ់ឯងមែននោះឯងចាំបាច់ទិញរបស់នាងច្រើនពេកទេហើយក៏មិនចាំបាច់ទិញផ្កាធំពេកដែរទិញតែម្ដងដល់ហើយខ្ញុំគ្រាន់តែចង់ធ្វើឲ្យនាងសប្បាយចិត្តទេពិតជាស្អាតណាស់អូនយកឲ្យម៉ាក់សានមើលសិនបានណែឃើញនាងសប្បាយចិត្តដែរទេយប់នេះនាងប្រកាសជាងប់នឹងខ្ញុំជាមិនខានទេបើសិនជាលើកក្រោយឲ្យពេជ្រនាង5ក្រាតនោះនាងច្បាស់ជាបដូរពីសាឡុងទៅក្រែតែពួកយើងគួរតែក្រុមមនុស្សស្រីផងទៅគិតមើលពេលដែលនាងបង្ហាញជាជៀនទៅឲ្យម៉ាក់នាងសាកមើលហើយអ្នកធ្វើការជាមួយនាងច្បាស់ជាមានមោទនភាពខ្លាំងណាស់យករបស់ទៅនោះដើរប្រអួតគេយ៉ាងចឹងអីបំផ្លាញលុយអត់តប្រយោជន៍ទេអើយគ្មានបានកាយទេហើយល្បងចៅចង់ស្រីយ៉ាងម៉េចទៅបើកំណាញ់យ៉ាងនេះនោះចៅចង់ស្រីនៅកន្លែងបែបហ្នឹងពួកគេគឺយកលុយហើយអាចជនមិនសុំលុយឯងដើម្បីស្រឡាញ់ឯងទេល្បងនិយាយត្រូវហើយពិតជានិយាយត្រូវខ្លាំងណាស់គេមិនដែលសុំលុយខ្ញុំនោះទេនាងថាខ្ញុំមើងងាយនាងបើខ្ញុំឲ្យលុយទៅនាងនោះហើយមិនគ្រប់ហើយមិនស្រឡាញ់នាងទៀតផងនិយាយពីការស្រឡាញ់អញ្ចឹងខ្ញុំត្រូវនិយាយពីលុយហើយណែឲ្យ$100មកយកធ្វើអីហ្នឹងទៅបន្ទប់ទឹកស្អីគេទៅបន្ទប់ទឹកយក$100ទៅបន្ទប់ទឹកគ្មានអ្នកណាមួយសុំលុយឯងនោះទេល្បងនៅទីនេះអ្នកណាក៏ហៅខ្ញុំថាតកែដែរមានន័យថាគួរតែឲ្យគេម្នាក់$10ទៅល្អជាងយើងមិនមែនជាអ្នកកំណាញ់អីទេវាគ្រាន់តែសញ្ញេឈ្មោះរបស់ឯងហើយឲ្យគេបំពេញទៅបានហើយវាល្អជាងឲ្យលុយទៅគេដែរអើយបានហើយសួស្ដីតើបងប៉ុននៅណាគ្មានអ្នកណានាំស្រីអីលោកទេហេខ្ញុំអរគុណហើយលោកប៉ុននោះបំផ្លាញ5នាទីនេះអស់ហើយខ្ញុំមិនហ៊ានយកស្រីទេខ្ញុំដឹងថាលោកមិនទុកចិត្តនោះទេលបងចែម៉ាកុំតែខ្វល់អីខ្ញុំខានជួបមនុស្សដូចជាលបងប៉ុនយូរហើយមានន័យថានាងចង់មកគេមែនទេលោកគិតថាខ្ញុំនឹងរៀបការជាមួយគេមែនទេចុះបើខ្ញុំយកសម្ដីនេះនិយាយប្រាប់គេនោះតើនាងគិតយ៉ាងម៉េចលោកនិយាយអញ្ចឹងច្រើនដងហើយលបងចែមនុស្សល្ងីល្ងើមានចិត្តដូចគ្នាច្រើនណាស់ចាំខ្ញុំប្រាប់លោកចុះកុំនិយាយពាក្យមិនល្អដាក់ស្រីរបស់មិត្តភក្តិអីណាហើយក៏អាចហៅថាជាប្អូនថ្លៃនៅថ្ងៃណាមួយដែរ
ទោះជាលបងប៉ុនជាមិត្តនឹងលោកយូមែនកំហុសមួយរបស់ខ្ញុំក៏មិនសូវត្រូវនឹងគាត់ដែរបើអញ្ចឹងលោកគួរតែនិយាយរឿងទាំងអស់នេះទៅចាំមើលដល់ពេលនោះពួកយើងទាំងពីរតើគាត់ជឿលើអ្នកណាគេបានចុះមកខ្ញុំចង់ថតសម្លេងការនិយាយរបស់នេះទាំងអស់តើលោកចង់បំផ្លាញគម្រោងរបស់ខ្ញុំមែនទេតែខ្ញុំក៏នៅមានវិធីផ្សេងទៀតដែរតាខ្ញុំប្រាប់គាត់ថាខ្ញុំបានស្រឡាញ់លោកហើយអ្នកទាំងពីរគឺជាសង្សាររបស់ខ្ញុំនាងហ៊ានគិតពីផ្លូវអាក្រក់បែបហ្នឹងផងហើយលើពីនេះទៀតនោះគឺលោកខ្លាំងជាងគេអាផ្នែកដែលនៅលើគ្រែគ្មានបរិះណាអាចទ្រាំចែកស្រីជាមួយនឹងបរិះដតីទៀតទេត្រូវទេលោកចែមត្រាអញ្ចឹងបាញ់និយាយក៏បានដែរអេក្រែងលោកថាឈុំនិយាយហើយអញ្ចឹងឲ្យមេម៉ារីមកខ្ញុំមកនាងឆ្លាតណាមានតែយ៉ាប់ស្អីប៉ុណ្ណឹងសូមជួយលោក6 7 8ឈ្នះលបងគួរតែជីតាក់ស៊ីសិនទៅកុំភ្លេចការពារផងកុំរំអីនាងលេបតាមការពារហើយបាយបាយឯងគិតថាមិនអាចមានកូនមែនទេឯងចាំតែទទួលខុសត្រូវដែរអ្នកណាទទួលខុសត្រូវអីគឺប្រុសរបស់នេះហ្នឹងអេតើបងកើតអីហ្នឹងបងមានតកាស្អីអូនជឿគេដែរឆាប់ចូលឡានទៅអេលបងតការបស់យើងចង់ជួបឯងណែពួកអញច្រឡំនៅហើយអត់ច្រឡំទេលបងចៅភ្នែកធំអើយចង់ប្លន់ផងអីឆាប់រត់ទៅផ្លូវផ្សេងទៅកុំចាំអាសោះណាប្រយ័ត្នងាប់ណែច្បាយថាកុំឲ្យប៉ះពាល់ស្រីណាទូតយើងអត់ដូចក៏លបងចោមានបញ្ហាយ៉ាងចឹងទៅវិញណាចូលមកអង្គុយសិនទៅរួចចុះសង្សាររបស់ខ្ញុំនោះយើងឲ្យនាងទៅតាមស្រួលទៅហើយចូលទៅយើងសួរលោកបន្តិចទៅមើលបើលោកឆ្លើយខុសលោកនឹងស្លាប់តើឡានម៉ាភូឆែលមានប្រមាណទៅយើងមិនឆ្លងនោះទេបានលោកលួចឡានហើយខ្ញុំជាអ្នកយកឡានពួកយើងធ្វើការជួយគ្នាទៅវិញទៅមកហើយលុយគឺ80%នៃតម្លៃចាស់ហើយក្នុងមួយថ្ងៃលោកត្រូវលួចឲ្យបានមួយដែរក្នុងមួយថ្ងៃហ៎តើលោកដឹងថាមានម៉ាកឡាននេះប្រមាណទេនៅក្នុងហុងកុងនោះយើងមិនចង់បានពូឆែទេយើងចង់បាន Ferrari តែនៅក្នុងហុងកុងវាមានប្រហែលតែ50ទេតែម្ចាស់ឡានប្រកាសជាទិញថែមមកពួកគេបាត់មួយដូចនេះនៅតែមានឡានដើម្បីលួចដដែលហើយមិនក៏មិនធ្វើការជាមួយតកែខ្ញុំទៅយើងមិនចង់ចែកចំណែកជាមួយគេទេតែលោកគួរតែប្រាប់គេទៅថាលោកក៏ត្រូវមានចំណែករបស់លោកដែរណែនិយាយគ្នាហើយយើងនឹងចាប់ផ្ដើមនៅថ្ងៃខានស្អែកនេះតែម្ដងយើងនឹងប្រាប់ទីកន្លែងទៅលោកអូខេ
ខ្ញុំក៏គ្មានជំនឿដែរអូខេបងប៉ាអាវ៉ាន់តើអូនខ្លាចដែរទេអូនមិនខ្លាចនោះទេអូនប្រកែមែនខ្ញុំនៅតែមិនយល់ទេយើងទិញឡានដែលយើងលួចមកហើយឲ្យតែគេទៅយ៉ាងណាក៏ដោយយើងក៏ត្រូវខានបងដែរយើងក៏ជាចំណេញបញ្ហាមួយនេះតើឯងមានកំណត់អីដែរទេឆាំនិយាយព្រាមទៅកំណត់គឺទៅប៉ូលីសតើតើយើងអាចយកឡានមកវិញបានទេបើប៉ូលីសចាប់ពួកវាអស់នោះតែជាឡានរបស់ពួកយើងតើអញ្ចឹងពួកយើងចំណេញនេះធ្វើក៏បានល្អមិនតែនៅថ្មីចេះតែម្ដងហើយពួកលោកពិតជាមានសមត្ថភាពមែនតើទៅក្នុងការិយាល័យរបស់ខ្ញុំទៅមកពួកឯងឆាប់ចេញពួកយើងឆាប់ឡើងទៅលើទៅមកអញ្ជើញអង្គុយហើយពួកលោកចង់ផឹកអីដែរយកទឹកក្រូចមកមិនបាច់ទេឆាប់អង្គុយលុយឲ្យពួកខ្ញុំមកពួកខ្ញុំអានទៅយកទៀតអត់បញ្ហាទេឯងដែរផឹកទឹកក្រូចទេនេះគឺ150000អញ្ជើញរាប់មើលទៅដូចជាបានមួយស្លឹកហើយមិនអាចចឹងទេអត់ទេអញ្ចឹងលោករាប់ខ្លួនឯងទៅអីនេះពួកខ្ញុំរាប់ដូចអាក្រក់មើលណាអានេះយកមកស្លឹកទៀតទៅអញ្ចឹងទៅត្រូវស្វាគមន៍ថ្ងៃស្អែកពេលដដែលអូខេសកការរីករាយបាយអញ្ជើញភ្ញៀវទៅយ៉ាងម៉េចយើងជាភ្ញៀវរបស់ឯងទេម៉ាដាមទីនេះហើយគឺជាអ្នកដឹកនាំក្រុមណែមើលតានាងស្អាតជាអញ្ចឹងទៅទៀតហេតុអីក៏ថាឲ្យស្រីរបស់ខ្ញុំឯងខឹងហ៎ម៉ាដាមលោកនេះយ៉ាងម៉េចស្ថានភាពយ៉ាងម៉េចហើយនៅក្រាស់នេះណាមានផ្លូវចេញ3ផ្លូវធំនេះគឺសម្រាប់ឡានធំចេញហើយផ្លូវតូចក្រោយនេះគឺត្រូវឃ្លាំមើលរាល់ថ្ងៃគឺគ្មានឡានហើយគ្មានណាចេញចូលទេហើយខាងក្រោយការិយាល័យនោះធម្មតាគេចេញចូលញ៉ាំអីលោកតែលោកឲ្យកូនចៅរបស់លោកទៅមើលទ្វារធំហើយពីនេះឯងទៅមើលផ្លូវមួយទៀតហើយខ្ញុំចូលទៅមើលការិយាល័យបើព័ត៌មាននេះមិនមែនជាការពិតទេពួកយើងមិនត្រូវចាញ់ទេអូខេបានម៉ាដាមថឹកជូឡាគ្រោះថ្នាក់ណាស់បើនាងទៅម្នាក់ឯងនោះខ្ញុំទៅជាមួយនាងដែរទៅតើខ្ញុំបានបញ្ជាអីដល់លោកខ្លះខ្ញុំមិនទៅទេអញ្ចឹងយកកំភ្លើងខ្ញុំទៅវាអាចការពារនាងបានខ្ញុំជប់ស្ថានភាពបែបនេះច្រើនហើយទុកកំភ្លើងរបស់លោកវិញទៅបើខ្ញុំត្រូវការកំភ្លើងនោះខ្ញុំយករបស់ខ្ញុំទៅហើយម៉ាដាមប្រយ័ត្នផងណាវាធ្វើបាបយើងហើយយើងនឹងធ្វើបាបវាឲ្យដឹងដែរម្ដងទៅអញ្ចឹងមានន័យថាយើងត្រូវគេធ្វើបាបហើយអត់ទេយើងមានន័យថាឲ្យឯងប្រយ័ត្នផងអញ្ចឹងឯងគួរនៅឆ្ងាយពីយើងទៅពួកឯងនិយាយទៅមើលឡានម៉ាកនឹងពណ៌ល្អជាងគេឡានក្រហមខ្មៅខៀវលឿងពួកយើងរៃយោល្អជាងគេគឺពណ៌ក្រហមនឹងហើយបើវាមិនមែនជាឡានលួចទេយើងមិនបដូរពណ៌វាទេអញ្ចឹងឡានហ្នឹងមិនមែនជារបស់លោកទេយីនេះហើយចោះលោកជាអ្នកណាដែរយើងជាតកែនៅទីនេះ
ជាងជាប៉ូលីសយើងសង្ស័យថាពួកឯងជាអ្នកលួចណាចាត់ការនាងភ្លក់ចូលឆាប់ចេញពីភ្លើងរបស់យើងទៅមើលអាចនេះយ៉ាងម៉េចនឹងច្បាយអើយអើយនៅហ៊ានមកនិយាយទៀតអីមិនក៏មិនដាក់អ្នកយាមផ្លូវចេញចូលទៅហើយអត់ដឹងថាប៉ូលីសនោះវាចូលមកចាប់ពួកយើងទេសម្រាប់នាងភ្លាមទៅបាទមានបញ្ហាហើយឆាប់ចូលទៅមើលទៅហើយមើលស្រួលបបផងបាទលោកទៀតអីយ៉ាបើកទ្វារអើយបើកទ្វារ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 ច្បាយខាងក្រៅប៉ូលីសច្រើនណាស់ចាប់រត់ទៅកុំរត់ណែកុំរត់កុំរត់អសោះអាណាកំភ្លើងខ្ញុំកំភ្លើងអីចាំម៉េចសំណាងហើយដែរមិនងាប់នោះវ៉ាសំណាងហើយដែរនាងមិនធ្លាក់នោះបើជាខ្ញុំវិញនោះខ្ញុំលោកប្រយ៉ាងម៉េចនាងមិនយល់មែនឯលឿនជានេះបន្តិចទៅបានទេលឿនអស់លបឿនហើយសម្លាញ់ឯងធ្វើល្អជានេះបន្តិចបានទេឯងគិតថាវិជ្ជការមកសារបស់ឯងនឹងបងថ្លៃតិចតួចពេកហ្នឹងហ៎ណែអើយប៉ុណ្្នឹងលបងមិនលបងគួរតែទៅម្នាក់ឯងទៅហើយនេះគឺខ្ញុំជួនអាយ៉ងទៅធ្វើការនឹងណាវាជាស្អីឯងទៅឯងគិតថាហុងជាមនុស្សភ្លើណាស់ហើយគេមានកូនចៅរបស់គេគ្រប់កន្លែងអ្នកណាក៏អាចបើកឡាននឹងបានដែរតែមិនមែនជាឯងហើយយើងទេហើយបើពួកវាឃើញប្រកាសជាស្លាប់យើងបើអញ្ចឹងមែននោះទុកវាចោលល្អជាងបើទុកវាចោលឲ្យមកខ្ញុំមកទៅឲ្យក្បាលស្អីឆាប់ធ្វើការលឿនឡើងទៅពួកយើងគួរតែលក់វាឲ្យបានលឿនបំផុតហើយយើងបានរកអ្នកមើលឡានបានហើយគួរឲ្យអាណិតណាស់ដែលគ្មានស្រីស្អាតនៅក្នុងឡាននោះអាយុនោះស្អាតណាស់ទៅណែក្លឹបរាត្រីទាំងអស់គឺនាងដាច់គេហើយឯងព្រោះរសជាតិយ៉ាងម៉េចហ្នឹងអាយ៉ាសួស្ដីលោកទាំងពីរតើអ្នកណាគេឈ្មោះចេមគឺយើង1ម៉ោងកន្លះទៀតកុំភ្លេចតែមកយើងសោះឲ្យយើងនិយាយស្អីក៏បានដែរអេសួស្ដីអ្នកនាងគឺអ្នកនាងយើងមែនទេខ្ញុំគឺចេមតើឡាននេះមែនទេមែនហើយឆាប់ចូលទៅមែនហើយបាញ់ចាំចូលទៅអ្នកនាងគឺត្រូវហើយត្រូវស្អីគេទៅមិនអីទេសុំទោសមិនបដូរទេណាអរគុណហើយលីហើយដាក់ខ្សែក្រវ៉ាត់ផងអ្នកនាងច្បាយនិយាយទៅហើយឆាប់នាំគ្នាទៅចាប់ពួកវាទៅបាទអ្នកនាងចូលចិត្តឡាននេះទេហើយខ្ញុំថាធីខ្យូឡាទៅធីខ្យូឡាវាជាស្រាឆ្ងាញ់ណាខ្ញុំផឹកវារាល់ថ្ងៃតើខ្ញុំអាចហៅលោកថាចនបានទេចនតើគេបោះបង់នាងចោលគាត់គឺជាប្តីរបស់ខ្ញុំគាត់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីខែមុនហើយគាត់ក៏បើកឡាន Ferrari ដែរគឺម៉ូតដូចគ្នាអញ្ចឹង
ហើយក៏ចៃដន្យម្លេះ លោកពិតជាប្រហាប់ហែលគាត់ណា វាដូចជានៅក្នុងរឿងកុនមួយអញ្ចឹង ឲ្យខ្ញុំសុំទោសណាខ្ញុំពិតជាមិនអាចបំភ្លេចគាត់បានទេ មិនអីទេតើខ្ញុំអាចធ្វើអ្វីជំនួសគេបានអ្នកនាងគួរប្រាប់ខ្ញុំមក នៅកន្លែងដែលមានខ្យល់ខ្លាំងបែបនេះគាត់ប្រកាសជាឲ្យអាវធំគាត់មកខ្ញុំពេកព្រោះគាត់បារម្ភខ្លាចខ្ញុំឈឺ អ្នកនាងមិនគិតថាខ្លួនរបស់ខ្ញុំនឹងកក់ក្ដៅជាងអាយទេ សុំលោកកុំធ្វើអញ្ចឹងអីដកដៃរបស់លោកចេញទៅបានទេ ទុកព្រួយមិនល្អទេតើវាមានអីសំខាន់ទៅលើដៃទៅគួរតែថើបថ្ពាល់ល្អជាង ហើយអាចចង្រៃនោះវាចង់ធ្វើអីហ្នឹងតើទឹកជូឡាឲ្យវាធ្វើអញ្ចឹងដែរហ៎ នៅពេលដែលចោះណាត់ខ្ញុំលើកដំបូងគេបានប្រើប្រាស់របស់គេគ្រប់យ៉ាងមកដល់ខ្ញុំ គេជាតួឯកុនមែនទេ គេធ្លាប់ធ្វើជាអ្នករត់ពន្ធខុសច្បាប់ ស្តៀងទៅនឹងខ្ញុំដែរតើ លោកក៏ជាអ្នករត់ពន្ធខុសច្បាប់ដែរ អត់ទេខ្ញុំលួចឡានផ្លាស់ប្ដូរឡានហើយលក់ឡានទៅក្រៅ ពិតមែនណាលោកនិយាយលេងទេអញ្ចឹងលោកមិនទិញឡានដោយខ្លួនឯងទេ ពិតមែនហើយ អញ្ចឹងលោកក៏អាចលួចវាចេញបានដែរតើលោកនិយាយថាវាបានលួចឬក៏ខុសច្បាប់យ៉ាងម៉េចទេ អ្នកនាងមិនយល់នោះទេវាពឹងទៅលើវិធីដែលយើងធ្វើបើខ្ញុំលក់ប្រពន្ធខ្ញុំនោះគឺវាខុសច្បាប់មែនទេ អរគុណណាស់ដែលបាននិយាយត្រង់ជាមួយខ្ញុំ ខ្ញុំបានសន្យាថាជំនួសប្តីរបស់នាងនោះ អញ្ចឹងហេតុអីក៏លោកមិនប្រាប់ខ្ញុំតើលោកលួចឡានយ៉ាងម៉េចទៅតើលោកលក់វានៅកន្លែងណាបន្ទាប់ពីប្រូរួចហើយ នេះជាអ្វីដែលខ្ញុំខុសពីប្តីរបស់នាងហើយប្រហែលជាពេលដែលពួកយើងជួបគ្នាលើកទី2ហើយខ្ញុំនឹងប្រាប់អ្វីគ្រប់យ៉ាងពីចិត្តស្និទ្ធ បែរខ្នងទៅខាងនោះទៅ អ្នកនាងចង់ធ្វើអី បែរសិនទៅហើយបែរមកវិញមក ណែពួកយើងជួបគ្នាជាលើកទី2ហើយណា អញ្ចឹងក៏រាប់ដែរ ត្រូវហើយនេះជាការជួបគ្នាលើកទី2 ហើយ ហើយ ចុះលើកទី3 លោកនេះពិតជាអាក្រក់មែនទែនខ្ញុំមានអារម្មណ៍ថាពួកយើងស្និទ្ធស្នាលនឹងគ្នាហើយលោកអាចប្រាប់ខ្ញុំគ្រប់យ៉ាងបានហើយ នៅទីនេះខ្យល់អាកាសខ្លាំងណាស់និយាយពីបនអក្រិតចឹងដូចជាមិនសូវល្អទេយើងចូលទៅក្នុងឡាននិយាយគ្នាវិញទៅ ល្អណាស់ ជើញ មិនក៏គ្មានអ្នកណាប្រាប់ខ្ញុំធម្មតាស្រួលចាយចង់អញ្ចឹងនោះ បើសិនជាអ្នកនាងចង់ដឹងពីខ្ញុំមែននោះអ្នកនាងទៅកន្លែងរបស់ខ្ញុំតែម្ដងណា កន្លែងរបស់លោកទេហើយចុះកន្លែងរបស់ខ្ញុំវិញ អាឡូ និយាយទៅ តកាខ្ញុំកំពុងតែសាកឡាននឹងជាមួយនឹងភ្ញៀវរបស់ខ្ញុំផង6គ្រឿងទៀតត្រូវជូនចេញទៅឥឡូវហ្នឹងបានកន្លែងរបស់ខ្ញុំអាចទទួលបានអត់អីទេខ្ញុំទៅផ្ទះវិញឥឡូវហើយបានយល់ហើយពិតជាសុំទោសមែននាងតកែរបស់ខ្ញុំហ្នឹងគាត់មកដល់ផ្ទះរបស់ខ្ញុំដើម្បីនិយាយរឿងការងារមួយពិសេសហើយខ្ញុំពិតជាចង់ទៅកន្លែងរបស់អ្នកនាងណាតែវាមិនអាចហ្នឹងឥឡូវចេះចាំខ្ញុំជួយនាងទៅផ្ទះសិនណា ឥឡូវនេះពួកយើងជាមិត្តនឹងគ្នាហើយមិនអាចអញ្ជើញខ្ញុំទៅផ្ទះរបស់លោកទេ អត់បញ្ហាអីទេ ច្រើនដល់មហាវិចិត្រភ្លេចដាក់សោនៅកន្លែងហ្នឹងអរគុណព្រះហើយដែលនាងមិនមែនជាបលិសនោះជើញចូលមក អរគុណហើយ មានគ្រោះថ្នាក់ណាចូលទៅម្នាក់ឯងចឹងនោះ ខ្ញុំដឹងថាលោកចង់ធ្វើអ្វីហើយ នាងដឹងថាខ្ញុំចង់ធ្វើអីមែនទេមក នៅ
នាងពិតជាចង់ដឹងថាខ្ញុំចង់ធ្វើអីតើមែនទេមានន័យថារាំលោកពិតជាព្រាននារីមែនកុំសង្ឃឹមឲ្យសោះនាងពិតជាចង់មែនខ្ញុំត្រូវតែដេកជាមួយនាងអបាហើយធ្វើអីគេនឹងអេតើលោករកមើលស្អីគេនឹងរកមើលកន្លែងដើម្បីឲ្យនាងថាមើលថើបត្រង់ណាក៏តបានដែរតែគួរស្ដាយខ្លាំងណាស់ដែលខ្ញុំមិនអាចនៅជាមួយនាងនៅយប់នេះបានណោះព្រោះតែថៅកែមកនិយាយពីបញ្ហារឿងឡានហ្នឹងឯងតែថៅកែមិនដែលហាមឃាត់មិនឲ្យយកមិត្តស្រីមកផ្ទះឯណាគាត់ជាមនុស្សយល់ការណាបើខ្ញុំនាំមិត្តស្រីអាក្រក់មកផ្ទះនោះគាត់ក៏មិនថាយដែរតែបើនាំមនុស្សស្រីល្អដូចនាងនោះគឺគាត់សង្ស័យហើយតែខ្ញុំមិនគិតថានាងទុកចិត្តខ្ញុំក្នុងការធ្វើមួយចំនួនទេប៉ាអញ្ចឹងលោកត្រូវតែចេញពីគាត់ទៅណាបានអញ្ចឹងចាំខ្ញុំនិយាយរឿងនេះតោះកុំចំណាយពេលអត់ប្រយោជន៍អីលោកចង់ធ្វើអីណាហើយយ៉ាអ្នកនាងកែស្ទង់ចិត្តខ្ញុំណាហើយដឹងថាខ្ញុំចង់ធ្វើអីទៀតលោកមិនខ្លាចលោកថៅកែទេកុំបារម្ភអីគាត់ជាមនុស្សខ្វាក់ទេគាត់មិនដឹងថាអ្នកនាងនៅទីនេះទេបើអ្នកនាងស្ងាត់មាត់នោះមកឆាប់ដោះអាចចេញមកណែមិនឲ្យដោះនោះទេយ៉ាងម៉េចអ្នកនាងមិនដោះចេញទេអីធ្វើអញ្ចឹងមិនកើតទាំងអាអញ្ចឹងអកើតទេចាំមិនដោះទេថកស៊ូឡាធ្វើការបានហើយមិនដល់ថ្នាក់នេះនោះទេកុំធ្វើអញ្ចឹងអីអើយភ្លាមទៅខ្ញុំប្រាប់លោកទៅចុះខ្ញុំគឺជាប៉ូលីសបើមិននៅស្ងៀមទៀតខ្ញុំអាចប្តឹងពីលោកបានណាហើយប្តឹងរឿងអីពីបាត់ដែលបំពេញលើខ្ញុំហ្នឹងណាតើស្អីគេនោះខ្ញុំប្រាប់នាងទៅចុះនេះមិនមែនជាផ្ទះរបស់ខ្ញុំទេនាងមើលអាយ៉ាលោកអធិការមិនក៏មកលឿនខ្លាំងម្ល៉េះលោកអធិការឆាប់ឡើងមកអីយោហើយលោកជាណាគេលោកជាណាគេខ្ញុំជាប៉ូលីសហើយយើងជាអធិការណាអូលោកអធិការសុំទៅទៀតប្រាប់ខ្ញុំមកថាឯងមកផ្ទះយើងធ្វើអីនោះមកមកលោកឲ្យលឿនណាកុំភ័យអីគេនិយាយថាសំខាន់ណាស់នៅពេលដែលឡើងចរាត្រូវរកជំហានព្រោះមានលេខសំណាងល្អ36 37 38គឺមិនអីទេលោករកខ្វាំងមួយទៀតហើយណែសម្លាញ់តើនេះចលានឯងមែនទេអត់ទេខ្ញុំឲ្យទៅនាងហើយសម្រាប់ទៅពីចោលទៅគឺឯងទៀតហើយសួស្តីពូកែគ្រាន់ដែរលោកតាន់ហាក្រាស់សុំកំហៅខ្ញុំចឹងទៀតណាឯងអត់ផ្លូវរត់ដែរបានខ្ញុំជួយឥឡូវអស់អីហើយណែលោកដឹងថានេះជាស្អីទេមួយនឹងអីខ្ញុំចង់វាយខ្ញុំផងលោកមិននឹងទៅហៅឲ្យជួយទេអីឆាប់ទៅជួយមើលបាទទៀតបាត់ចិត្តចង្អៃមែននាងអត់ចេះហែលទឹកទេអីថកជូឡាចុះទៅជួយនាងទៅនាងមិនចេះហែលទឹកទេ
នាងមិនចេះហែទឹកពិតមែន របស់លោកហេតុអីក៏លោកមិនជួយទៅខ្ញុំជួយធ្វើអីអើយខ្ញុំក៏មិនចេះហែទឹកដែរចាប់ចុះទៅច្រើនយើងចឹងអេលោកខ្ញុំសុំសួរបន្តិចមើលនាងចង់រកស្អីខ្ញុំមិនដឹងទេនាងឆាប់ទៅកណ្ដោទៅប្រាប់ឲ្យទៅកណ្ដោទៅតើមិនកឲ្យទៅគឺវាបាត់មនុស្សហ្នឹងណាមានឈ្មោះអីដែរស៊ីលេខកាត់ប្រហែលទៅសរសេរទៅខ្ញុំអាចសរសេរតែម្យ៉ាងទេគឺខ្ញុំស្រឡាញ់នាងបានលោកមិនសរសេរទេខ្ញុំសរសេរឲ្យណាលោកនិយាយមកពួកយើងបានជិះឡានជាមួយគ្នានាងចង់ខ្ញុំធ្វើប្តីរបស់នាងហើយឲ្យខ្ញុំជូននាងទៅផ្ទះខ្ញុំហើយប៉ះនាងដោយចេតនាហើយនាងក៏ខឹងហើយកូនចៅរបស់នាងម្នាក់នៅខាងក្រៅហើយចង់ឲ្យគេមកជួយហើយពួកយើងធ្លាក់ទឹកលោកលេងសើចជាមួយខ្ញុំអីចង់លេងដែរហ្នឹងអាយ៉ានាងអើយគឺអញដែលថាយើងអញកាលពីថ្ងៃមកនោះអាយ៉ាហេតុអីក៏គេកាញ់ទៅថ្នាក់នេះនោះយើងសូមប្រាប់អញឲ្យបានច្បាស់ទៅចុះយើងមិនត្រូវការលុយនោះទេតែយើងត្រូវការឡានចវាយរបស់យើងត្រឡប់មកវិញឲ្យតទៅបានតើឡានអីទៅគឺឡានភូចេះពណ៌ក្រហមម៉ូត911តួប្លុសលោកនិយាយពីស្អីប៉ុន្មានហើយលោកតែងតែអញ្ចឹងហេតុអីក៏លោកលេងសើចខ្លាំងម្ល៉េះអាប៉ូណាទោះមានហេតុផលអីក៏ដោយឲ្យឡានមកយើងវិញមកបើមិនអញ្ចឹងទេយើងអស់ការងារធ្វើឲ្យយើងសុំវណែលោកកំពុងតែបញ្ជាក់ថាលោកលួចឡានខ្លួនឯងសិផ្លែខៀវឆាំណែមកបត់មានកាយលោកនេះសិផ្លែខៀវឆាប់5នាក់តអស់គ្នាទៅបញ្ជាក់ថាវាជាអ្នកលួចឡាននោះឆាប់បញ្ជាក់ទៅឆាប់និយាយទៅនិយាយភ្លាមទៅនិយាយទៅសិផ្លែខៀវធ្វើសាក់សៃទៅបានរឿងគឺវាអញ្ចេះទេលោកនេះបានប្រើឡានរបស់លោកអធិការធ្វើជាអន្ទាក់តែមិនទាន់បានដឹងអីផងក៏បដូរពីពណ៌ក្រហមនឹងទៅជាពណ៌ខ្មៅទៅវិញទៅឬគឺវាតែប៉ុណ្្នឹងឯងដែលខ្ញុំបានឃើញក៏អត់មានអីហើយឯងមិនលឺយើងនិយាយជាមួយគេតាមទូរស័ព្ទទេបាទខ្ញុំលឺតើពេលនោះលោកនាយបងអ្នកនៅខ្សែទូរស័ព្ទម្ខាងទៀតបន្ទាប់មកលោកនាយក៏ខឹងខ្លាំងខ្ញុំសួរថាលោកនាយនិយាយជាមួយលោកនាយលោកនាយថាគេជាលោកនាយញ៉ៃញ៉ៃតាមស្ដាប់លឺហើយនៅអ្នកដែលថាខ្ញុំញ៉ៃញ៉ៃនោះគឺជាគេទេហើយគេក៏ជាអ្នកលួចឡានលោកអត្តការដែរតើមានផុសតាយទេឯងមិនចាំបាច់និយាយដោះសារទៀតនោះទេឆាប់សារភាពភ្លាមទៅកុំនិយាយចឹងអីខ្ញុំក៏ចង់ចាប់គេដែរតែពួកយើងគ្មានផុសតាំងទេអ្នកនាងពិតជាពូកែខ្លាំងណាស់សម្រាប់ចិត្តបានល្អខ្ញុំត្រូវហើយដែលចាប់អារម្មណ៍លើរូបអ្នកនាងនោះអាចចង្រៃយោសំណាងហើយដែលចាប់ឯងដាក់គុកមិនបាននោះតែចាប់ពីពេលនេះទៅយើងនឹងតាមមើលឯងគ្រប់វិនាទីទាំងអស់ហើយឯងមិនអាចធ្វើអ្វីបានទេចាំមើលទៅឆាប់ទៅឆាប់តទៀតដែរអើយជប់លេងទៅឯងចង់យ៉ាងម៉េចហ្នឹងចង់វាយគ្នាទេឯងចង់ស្លាប់ហើយមែនទេមិនបាច់ប្រើកំភ្លើងប្រជុំគ្នាឯងនេះទេមីកូចៅវាយពិតជាល្អចំពោះនាងមែនគាត់ចំណាយគ្រប់យ៉ាងមកលើនាងហើយក៏ហ៊ានឲ្យគ្រឿងញៀនមកនាងទៀតអរគុណគាត់ឲ្យខ្ញុំផងខ្ញុំគិតថាទាំងអស់នេះมันអត់ប្រយោជន៍នោះទេរបស់ទាំងអស់នេះសំខាន់ខ្លាំងណាស់នាងប្រយ័ត្នខ្លួនផងទៅនាងកុំបារម្ភអីខ្ញុំមិនដែលធ្វើឲ្យនាងខកចិត្តនោះទេទុកចិត្តចាស់យកមនុស្សអត់បានការនេះមកធ្វើអីទៅខ្ញុំយកគេមកពីគេជាមនុស្សភ្លើនឹងណាដល់ពេលដែលវាយកឡានចេញមកទោះជាមានរឿងអ្វីកើតឡើងក៏ដោយក៏វាគ្មានបញ្ហាអីចំពោះពួកយើងដែរកុំបារម្ភអីណាទោះជាយ៉ាងណាក៏ដោយក៏ត្រូវប្រយ័ត្នដែរបើមិនអញ្ចឹងទេក៏ទាត់ចោលទៅបាទអូនសម្លាញ់ត្រូវការបងដែរទេមិនត្រូវការទេអូពួកនេះអាក្រក់មែន
វ៉ាពួកគេមានគ្នាច្រើនមែន ហើយខ្លាចហ៎ អត់ទេតែជាវេនរបស់លបងទេ អើយតើមានរឿងនោះ មានមនុស្សចូលក្នុងឡានច្បាយហើយចាប់គេទៅចាប់ឡើងតាមគេទៅតាមការដេញគ្នាពិតជាសប្បាយខ្លាំងណាស់អូលបងបណ្ណាំងឡានផងហើយខ្ញុំនឹងប្រាប់អាយុនហើយណាមិនក៏គឺមិនព្រមទៅអូតែទៅវិញទៅប្រាប់ពួកគេទៅបាទទេបាទលោកអាចឆ្លើយថ្ងៃណាមួយឯងនឹងងំខានទេតែយ៉ាងម៉េចហ្នឹងអូតើមានរឿងអីទៅមានរឿងអីចឹង ហើយពួកឯងយកទ្វារនឹងមកធ្វើអីទៅយកមកបិទវិញលោកនេះបិទក្បាលឯងស្អីចូលក្នុងឡាននឹងឡើងមកឲ្យឆាប់ឡើងមកបានទៀតចូលទៅអូយលឿនម្លេះបណ្ណាំងគ្នាមែនទេបើកឲ្យលឿនទៅមិនបាច់បើកភ្លើងទេបើកលឿនទៅបើកលឿនអូលឿនទៅប្រយ័ត្នផងអាយ៉ាស្ទីលដូចគ្នាដែរតាពួកគេកំពុងថតកូនមែនទេហ៎អូយប្រយ័ត្នផងអូមានគ្រោះថ្នាក់មួយហើយឆាប់ទៅមើលទៅនាំគ្នាទៅមើលទៅអើយយកមិនទៅដឹកយកជួយជួយមិនទៅមិនទៅយកមិនទៅអាយ៉ាបានហើយមកចូលមកហើយវាមិនអីទេបានជាកលាប់ជាការល្អហើយមិនចឹងទៅព្រោះថាបើមិនកលាប់ខ្ទេចអាឡានចាងគេមិនបើកឡានថ្មីឲ្យអូយចូលទៅទៅអញ្ចឹងមកដេញសបាម្លេះចាប់បោលលឿនទៅនាំគ្នារើលុយទៅអើយនោះក៏បាត់របស់យើងអូយលុយច្រើនណាស់លុយទៅរបស់យើងទៅលុយចាំដល់ដល់លុយច្រើនណាស់ទៅរបស់យើងអាយ៉ាដល់គ្នាចឹងវិញមកថយទៅហ្នឹងហើយបាត់ចិត្តចង្រៃមែនពួកឯងទាំងអស់គ្នាឆាប់ទៅគេឡាប់មែនតែធ្វើឲ្យខ្ញុំសប្បាយចិត្តណាបើសិនជាពណ៌ក្រហមវិញប្រកាសជាដាក់នៅក្នុងធុងសម្រាមហើយរិញរាយថ្ងៃកំណើតជូនផ្កាទៅឲ្យនាងលោកតាសុំគេឲ្យរៀបការសម្រាប់ថ្ងៃកំណើតគឺជាគេតើគេដឹងថ្ងៃកំណើតខ្ញុំយ៉ាងម៉េចទេរីរាយថ្ងៃកំណើតផ្កាក្រហមសម្រាប់នាងសម្រាប់កាន់តែស្អាតណាអាយ៉ាជូនផ្កាដាក់ធុងសម្រាមហើយធុងស្អីព្រាញ់មើលស្អីហ្នឹងឆាប់ទៅបាញ់និយាយទេក៏ដឹងហាម៉ាដាមរីរាយថ្ងៃកំណើតផ្កាកាឡាពណ៌លឿងសុំជើញមិនក៏លោកដឹងថាខ្ញុំទៅខាងក្រៅជាមួយលោកនៅនេះមិនឆែកឆេរខ្ញុំទេអញ្ចឹងលោកត្រូវឆ្លើយនឹងសំណួររបស់ខ្ញុំ3សិនទី1លោកដឹងថ្ងៃកំណើតរបស់ខ្ញុំយ៉ាងម៉េចទៅទី2ហេតុអីក៏លោកដឹងថាខ្ញុំស្រឡាញ់ផ្កាពណ៌លឿងទី3គ្រួសាររបស់លោកមាននៅលក់ផ្កាចម្លើយទាំងអស់ប្រកាសជាស្ថិតក្នុងការទស្សន៍ទាយទាយត្រូវតែមិនអាចទទួលបានទេ
នាំខ្ញុំទៅហាងលុបការគ្រួសាររបស់លោកទៅបើលោកកុហកខ្ញុំពួកយើងឡើងជាមិត្តនឹងគ្នាទៀតហើយណាហើយអាចចាំសៀតនោះអ៊ីណាត់ស្រីរបស់យើងផងយើងនឹងចាត់ការឯងហើយកុំវាយអូនទៀតអីបើមិនចឹងទេបងអូននឹងសងសឹកបងហើយបើនាងចង់ជួយខ្លួនទៀតនាងឆាប់ទៅប្រាប់គេទៅបើអញ្ចឹងបងកំទៅជាមួយនឹងស្រីម្នាក់នោះទៀតអីស្រីមួយណាទៀតហើយគេឧបត្ថម្ភការប្រណាំងឡានបងអូនជេរគេអញ្ចឹងហ៎អូនដឹងថាការប្រណាំងឡានជាជីវិតបងហើយចុះអូនវិញអូនជានំប៉័ងនឹងហើយបងចង់ញ៉ាំបងយកមកញ៉ាំបើមិនចង់ញ៉ាំយកបោះចោលទៅមើលស្អីទៅបងទៅសុំទោសនាងឲ្យអូនចុះចាំខ្ញុំណែនាំបងអូនស្រីរបស់ខ្ញុំមកស្គាល់នាងអូបងថ្លៃចាំអីយកផ្កាតញ្ញើស្រីថ្មីទៀតណាអត់ទេយកតែឲ្យតារាទេចូលមកអាចចង្រៃវាយបងអូនទៀតហើយអាចជប់ភ្លាមបងប្រាអាចឆាប់ជប់ភ្លាមបើហ៊ានទៅរត់យើងវាយឲ្យងាប់បងប្រុសកុំវាយគាត់ខ្លាំងពេកគឺបងប្រុសគាត់ចូលចិត្តផ្កាណានៅពេលដែលពួកយើងនៅតូចហើយក្រទៀតគាត់បានលួចបេះផ្កាហើយហាងនេះគាត់ជាអ្នកឲ្យលុយខ្ញុំបើកទេនាងដឹងថាបងប្រុសនាងយកលុយមកពីណាទេគឺគាត់លួចឡានគេនិយាយប្រាប់នាងឬមួយក៏នាងបានឃើញនឹងភ្នែកខ្ញុំមិនដែលឃើញហើយគាត់ក៏មិនដែលប្រាប់ខ្ញុំដែរតែគ្រប់ពេលដែលប្តីខ្ញុំធ្វើបាបខ្ញុំគាត់តែងតែនិយាយថាបងប្រុសខ្ញុំជាចោរលួចឡានចុះមកថ្ងៃណាមួយគេត្រូវប៉ូលីសចាប់បានហើយបញ្ជូនចូលគុកតើនាងធ្វើអីទៀតទៅខ្ញុំនឹងទៅលេងគាត់ឲ្យបានញឹកញាប់មុនពេលដែលប៉ាខ្ញុំស្លាប់គាត់បាននិយាយថាបងចែមគឺល្អចំពោះខ្ញុំណាស់ដូច្នេះឯងត្រូវតែស្រឡាញ់គេដូចជាបងប្រុសរបស់ឯងទៅពីរនាក់ឯងមិនមែនជាបងប្អូនបង្កើតទេគាត់ល្អចំពោះខ្ញុំជាងបងខ្ញុំបង្កើតទៅទីបងស្រីម៉ាដាមបងស្រីតើលបងនៅណាទៅមិនចាំបាច់និយាយទេប្តីឯងធ្វើបាបឯងទៀតហើយពេលដែលត្រូវការរំមិនឃើញសោះលបងវ៉ាយ៉ាងម៉េចទៅហើយត្រូវបងថ្លៃវាយទៀតហើយមែនទេលបងយើងត្រូវតែប៉ុណ្្នឹងទេតែវាទ្រង់ខ្លួនឯណោះហើយឈប់អួតទៅខ្ញុំមានបញ្ហាចង់និយាយជាមួយលបងឆាប់ទៅប្រកាសជារឿងមានប្រយោជន៍សម្រាប់ឯងហើយយើងលបងនឹងបានសប្បាយចិត្តពេលដែលខ្ញុំប្រាប់នោះឯងបែកគ្នាជាមួយយកមិនមែនរឿងហ្នឹងនោះទេពួកយើងនឹងរៀបការជាមួយគ្នាអញ្ចឹងឯងដាក់ចិត្តរៀបការនាងលបងនៅតែគិតថាអាយុនស្រឡាញ់តែលុយខ្ញុំទេលបងប្រកាសជាគិតខុសហើយនាងយល់ព្រមរៀបការជាមួយខ្ញុំហើយពួកយើងនឹងចុះឈ្មោះលបងហើយមានន័យថាកូននាងមានមិនមែនជាកូនឯងទេលបងឈប់ថាខ្ញុំទៅលបងគួរតែហៅគេថាប្អូនថ្លៃទៅសួស្ដីតើផ្កាទាំងអស់នេះស្អាតដែរទេមើលគ្រួសាររបស់អាយុនចង់ជួបប៉ាម៉ាក់របស់ខ្ញុំលបងដឹងហើយថាខ្ញុំជាកូនកំព្រាទេគ្រួសារខ្ញុំមានតែលបងទេគេនិយាយថាបងប្រុសគឺជាឪពុកហើយបងស្រីថ្លៃគឺជាម្ដាយពួកយើងធ្វើអីលបងចូលសួរខ្ញុំទៅហើយឲ្យយើងទៅរកប្រពន្ធឯណាទៅនៅខាងនោះខ្ញុំដូចជាមិនទម្លាប់សោះខ្ញុំក៏ជាលើកដំបូងដែរនិយាយអ្វីដែលពួកគេសួរទៅពួកគេសួរអីយើងឆ្លើយនឹងទៅតែមិនមែនព្រមគ្រប់យ៉ាងគេសួរនោះទេមិនមែនទេអីហេតុអីក៏ពិបាកយ៉ាងនេះនោះយ៉ាងហើយណាស់ពួកគេក៏មិននិយាយច្រើនដែរមែនទេពួកយើងប្រកាសជាពិបាកហើយបើពួកគេដឹងហេតុអីក៏និយាយអញ្ចឹងចង់សិនទៅហើយចាំស្រ័យវិញមិនអីទេណាបើជ្រុលจะជួយគេទៅហើយហ្នឹងធ្វើឲ្យស្រួលទៅបើស្ថានភាពចាប់យ៉ាងនេះទៅហើយតាប៉ធ្វើឲ្យគេមានកូនគេថាអញ្ចឹងបើគេនិយាយអញ្ចឹងនាងក៏ជឿគេដែរមែនទេហើយចាបើគេមានក៏មានទៅវាមានអាក្រក់ចំពោះពួកយើងឯណាលោកស្មានថានាងមិនព្រមការជាមួយប៉ុនមែនទេតែរឿងទាំងអស់នេះវាបានកើតឡើងទៅហើយណាបានខ្ញុំនឹងរៀបចំឲ្យពួកគេទៅចុះចង់លោកថាក៏ជាលើកដំបូងដែរខ្ញុំគ្មានបទពិសោធន៍ដូចជាលោកទេមិនដឹងថាហេតុអីបានជាពេលដែលខ្ញុំត្រូវនិយាយវាដូចជាឌឺឲ្យលោកណាលបងខ្ញុំណែនាំឲ្យស្គាល់នេះបងប្រុសខ្ញុំហើយនេះបងថ្លៃខ្ញុំក៏ណែនាំឲ្យបងស្គាល់ដែរគាត់ជាបងប្រុសរបស់ខ្ញុំហើយពួកគេទាំងអស់នោះជាកូនចៅរបស់គាត់លបងវ៉ាយកក្បិនមកតាមខ្លួនទៀតហើយឯងយកមកធ្វើស្អីទៅឆាប់ចេញទៅក្រៅទៅអស់គ្នាទៅឲ្យឆាប់ឡើងទៅនេះពួកគេពិតជាចេញទៅលឿនមែនម៉េចទេតោះនិយាយពីរឿងរៀបការទៅ
ពួកយើងគួរតែសប្បាយទាំងអស់គ្នាទៅហើយបងស្រីធនរបស់ខ្ញុំបានប្រាប់ខ្ញុំតាំងពី3ថ្ងៃមុនគឺគេចង់រៀបការជាមួយបងប្រុសលោកពួកយើងអាចខ្លាចជាគ្រួសារតែមួយបានហើយមែនហើយដូច្នេះពួកយើងគួរតែនិយាយគ្នាឲ្យហើយតើមែនដែរទេត្រូវហើយខ្ញុំមានបងស្រីធនល្អតែម្នាក់នេះទេខ្ញុំបានជួយនាងតាំងពីនាងមានអាយុ17ឆ្នាំហើយខ្ញុំក៏បានគិតដែរថានាងគួរតែរៀបការនៅអាយុ27ឆ្នាំហើយនាងក៏គួរតែជួយដល់គ្រួសារ10ឆ្នាំជាងដែរត្រូវទេខ្ញុំសូវដឹងរឿងទាំងអស់នេះទេសម្រាប់លើលបងទៅចោះនិយាយតាមការពិតទៅនាងធ្វើការទើបតែបាន3ឆ្នាំទេហើយក៏រៀបការជាមួយបងប្រុសលោកអញ្ចឹងពួកយើងត្រូវទទួលខុសត្រូវចាស់ណាដូច្នេះមានតែបើអញ្ចឹងយ៉ាងម៉េចទៅនិយាយដល់ស្មោះទៅថ្លៃរៀបការគឺ$1 លាន$1 លានឯងបាត់មកទៅបងឲ្យបងប្រុសរបស់អូននិយាយជាមួយបងប្រុសរបស់បងទៅនិយាយនៅអ្វីដែលធ្វើបានទៅបើមានបញ្ហាចាំចាប់ពួកគេទៅប៉ុស្តិ៍ប៉ូលីសមិនអីលើកប្រឡងណែកុំនិយាយអញ្ចឹងមុនការយល់ព្រមអីហើយយើងថាលបងសានសិនទៅលបងសានណាខ្ញុំមិនមានន័យថាយន្តមិនមានតម្លៃ$1 លានទេខ្ញុំចង់ថាប្អូនខ្ញុំនេះមិនគួរចំណាយលុយ$1 លានដើម្បីទិញរបស់ថ្លៃអញ្ចឹងទេលបងណាឯងជាអ្នកនិយាយគឺឯងនិយាយទេយើងតើអូបានខ្ញុំជុំនិយាយហើយគេបោកឡានសិតតែ Ferrari ដូច្នេះក៏អាចទិញមនុស្សម្នាក់$1 លានបានដែរលោកសាណានៅក្នុងហុងកុងអ្នកណារកចំណូលច្រើនយ៉ាងណាក៏ដោយក៏នៅតែជាអ្នកលក់អីវ៉ាន់ដែរតើលោកចង់ប្អូនប្រុសរបស់ខ្ញុំពេលដែលគេមានបញ្ហាការរកស៊ីលក់ប្អូនស្រីរបស់លោកនោះយើងមិនខ្វល់នោះទេគេប្រហែលជាអាចលក់នាងបានដល់ទៅ2 លានទៀតឯនោះពួកយើងគ្មានលុយច្រើនយ៉ាងនេះទេចុះថ្លៃខ្លះតើលោកប្រកាសជានិយាយចឹងហើយបានយើងនឹងឲ្យតម្លៃសមរម្យមួយចុះ930000ឬក៏ឲ្យបងប្រុសរបស់ឯងទៅក្លឹបរាត្រីជួបអាយ៉ុនទៅចុះលបងមិនបានទេឯងឆាប់បាត់ភ្លាមទៅហើយអង្គុយចុះវិញទៅសរសេរលុយក្នុងកែណេមទៅខ្ញុំស្ញែលើនឹងរួចហើយណែចាំមើលទៅជួយជិត900000នេះនោះឯងឆាប់ទៅយកលុយទៅឯងមើលទៅអញ្ចឹងគេមិនសួរឯងនោះទេពិបាកខ្លាំងណាស់មែនទេយកនាមបានរបស់ខ្ញុំទៅហើយក៏រំខានខ្ញុំទៀតតើជិះទៅវិញកុំភ្លេចយកមកឲ្យខ្ញុំវិញផងដាក់សរសៃទៅបានហើយលបងកុំរំអីពីពេលនេះតទៅពួកយើងធ្វើការជាមួយគ្នាទៀតលបងយក70%ខ្ញុំយក30%ទេបំភ្លេចវាចោលដែរយើងឈប់ធ្វើរឿងហ្នឹងហើយលបងអញ្ចឹងខ្ញុំចាំគេចាំមិនទៅអ្នកស្រីអាចមកមើលតិចមើលតែយ៉ាងម៉េចដែរយ៉ាងម៉េចដែរល្អគឺមើលទៅវាគ្រាន់តែជាងមុននឹងមិនមែនទេខ្ញុំមានន័យថាដោះរបស់ខ្ញុំវាធំជាងមុនមែនទេដោះហ៎ធ្វើទៀតទៅជាយាមទៀតទៅតែមើលទៅវាដូចជានៅតូចដដែលហើយអត់មានការតាក់ទាញដដែលខ្ញុំគួរតែសន្សំលុយឲ្យទៅវះកាត់វិញល្អជាងគួរទេអីនេះជាថ្ងៃដំបូងដែលមកហាត់ណាព្យាយាមហាត់រាល់ថ្ងៃទៅវាប្រកាសជាល្អហើយសុំនាងជួយពិនិត្យលុយណាបានត្រឹមត្រូវផងទេនេះគឺលុយ13000គឺជាថ្លៃរបស់មិត្តភក្តិអាយុនលបងឆាប់ទុកទៅមិនបាច់ទេនេះជាការរកស៊ីរបស់ឯងលុយនេះគឺជារបស់យើងយកខាងម្ដាមបានហើយធ្វើខ្ជូឡាពួកគេរិះគន់ខ្លាំងណាស់សួររកបានបញ្ចុះតម្លៃសមាជិកទៀតផងឲ្យខ្ញុំយកលុយចំណេញទៅអញ្ចឹងនិយាយទៅលបងជួយខ្ញុំក៏ត្រូវសងទៅឲ្យលបងវិញដែរទុកទៅឬក៏ពួកយើងត្រូវចែកគ្នាដោយការពីមុនទៀតឲ្យខ្ញុំចំណាយយ៉ាងម៉េចទៅបើចែកគ្នាអញ្ចឹងនោះយ៉ូណាលុយនេះអញចាំស្អីបើពួកគេដឹងថាខ្ញុំនាំពួកគេមកដើម្បីជួយការរកស៊ីឲ្យប្តីនោះឲ្យខ្ញុំយកមកទុកនៅណាទៅហេតុផលដែលខ្ញុំចាយលុយច្រើនគឺធ្វើឲ្យបងសប្បាយចិត្តនឹងអូនខ្ញុំទៅដល់ផ្សារហើយណាបាយបាយតើស្អាតវាបានកាយទៅចុងក្រោយកូនចាស់ដូចគ្នាទេដល់ណាឥឡូវហ្នឹងថ្លៃទឹកបងដល់ហើយសំណាងមកដល់ហើយសំដៅមកអើយអរគុណលោកពូហើយ
ពួកយើងសំណាងហើយណា rồi để pin này nơi ruột nuពួកឯងយកមិនទៅថ្មីនេះយកលុយរបស់យើងហើយចាប់ដើមធ្វើការយើងភ្លាមណា ត្រូវតែធ្វើហើយ ធ្វើស្អីគេឲ្យលុយទៅលពូវិញទៅពួកយើងមិនត្រូវការដែរលពូពួកយើងឈប់ធ្វើគាត់ឈួតហើយឆាប់បដៅគាត់ផងទៅ ឯងឈប់ធ្វើហើយឯងធ្វើអីអញ្ចឹងយ៉ាងម៉េចនេះតើនេះជាការរកស៊ីស្អីតម្លៃស្មើនឹងផ្ទះប៉ុណ្ណឹងហេតុអីក៏ឯងបំផ្លាញ លបងលោកពូនិយាយត្រូវហើយ ឯងមើលប៉ូលីសនេះតាមយើងរហូតដែរវាងាយស្រួលធ្វើឲ្យពួកយើងជាប់គុកខ្លាំងណាស់ប៉ូលីសធម្មតានឹងអាចបញ្ឈប់ការងាររកស៊ីឯងបានដែរយើងចាត់ការគេតោះ អរគុណលោកពូទីន ជុំសិលឡំនិយាយជាមួយខ្ញុំមែនទេ មិននិយាយទេតែយើងចង់បរៀនឯងខ្លះឯងគួរខ្មាស់ខ្លួនឯងទៅហេតុអីបានឯងធ្វើឲ្យពួកគេយ៉ាប់យ៉ឺនខ្លាំងម្ល៉េះឡំនិយាយពិសេសគេនឹង ហើយព្យាយាមមកឈប់ពួកគេវាស្រួល ខ្ញុំ ហើយ ជាប៉ូលីសតើខុសដែរដែលធ្វើអញ្ចឹងនោះ ការងារគឺដើម្បីចាប់ពួកក្រិតជនហើយបញ្ឈប់មនុស្សពីការប្រព្រឹត្តពើអាក្រក់ហើយអ្វីក៏ឯងមកធ្វើការងារអប្រយោជន៍យ៉ាងចឹងទៅវិញនោះបើចង់ទៅចាប់ស្រីខូចនោះលុះត្រាតែពួកគេនឹងដោះកៅអៅចេញអស់ហើយបើពួកឯងអង្គុយ24ម៉ោងនៅក្នុងផ្ទះអាប៉ុននោះតើអាចចាប់គេបានទេឯងគិតពិចារណាស្រួលមើល តើអាចារ្យនេះនិយាយត្រូវយ៉ាងណាតើលបងគាត់ចាត់ការគេបានហើយតើ បងប្រុស ចាំឯងអាចចង្រៃនោះវាយឯងទៀតហើយ អត់ទេគេចង់ទៅប៉ុណ្ណឹងឡាន ល្អហើយអញ្ចឹងគេមិនវាយ2-3ថ្ងៃល្អហើយ តែខ្ញុំមានអារម្មណ៍ថាគាត់មានគ្រោះថ្នាក់កាលពីលើកមុនគាត់ចិត្តស្លាប់ម្ដងហើយ គឺតែល្អតែគេងាប់នោះឲ្យវាងាប់ទៅបើពេលនេះអាចង្រៃនឹងងាប់លឿនគិតតែល្អហើយ ខ្ញុំមានកូនហើយ ឯងគិតថានៅជាមួយគេរហូតដែរ តើគាត់នឹងវាយខ្ញុំទៀតទេកុំឲ្យគាត់ទៅប៉ុណ្ណឹងឡានអីណាថ្ងៃស្អែកគាត់យកឡានចេញទៅហើយ បាន បងទៅវាយគេបាក់ជើង កុំអីបងប្រុសខ្ញុំគ្រាន់តែចង់ឲ្យបងទៅលួចឡានគេទេបើសិនជាគេបាត់ឡានហើយគេមិនអាចមានឡានទី2ទេណាបងប្រុសជួយខ្ញុំម្ដងទៅខ្ញុំមិនចង់ឲ្យកូនរបស់ខ្ញុំនេះ ហើយបានបងសន្យាឯងចុះមើលតែឯងឥឡូវនឹងដូចជាខ្សោយខ្លាំងណាស់ណែខំហាត់ប្រាណខ្លះទៅឲ្យកូនឯងកើតមកធាត់ណាមកអបា លបងកុំមករកខ្ញុំអីខ្ញុំបានឈប់ធ្វើហើយនៅកន្លែងនេះគឺសមល្មមនៅខ្ញុំហើយខ្ញុំមិនចាំបាច់ធ្វើវាទៀតនោះទេប៉ុន្តែពេលនេះអត់មានបានអីទេ បានត្រូវហើយចាំណាលបងជពាក់ខ្ញុំលើកនេះហើយ 1 2 3 ច្រើនឆ្នាំហើយតែយប់នេះទេទើបតែមានអារម្មណ៍ថាខ្លួនឯងជាចៅ លបងជាចៅខ្ញុំជាមេចៅគឺល្អជាលបងហើយ ឯងជាមេចៅហើយចុះយើងជាស្អីទៅ លបងជាចៅខុសខើ លបង ហេតុអីក៏ឯងទៀតហើយ គឺឯងទៀតហើយវ៉ាហើយមិនក៏សាហាវយ៉ាងនេះ
សម្លវាចោលទៅបើខ្លាំងឆាប់ចូលមកបើសិនជាឯក្រាត់បើឆាប់ចូលមកលបងឆាប់មកកណែមកឆាប់ទៅតាមវាទៅតើចង់ទៅណាហ៎រត់ឲ្យឆាប់ឡើងទៅចាំមើលទៅតើឯងរត់ទៅណាបានទៀតហើយស្អីឯងមើលទៅវាដូចជាស្អីទៅដូចជាឆ្កែងាប់ដូចជាឆ្កែងាប់អញ្ចឹងវាទៅណាបាត់ហើយឆាប់ថយទៅវិញទៅហ៎អូយអាចចូលមកធ្វើយ៉ាងម៉េចទៅអនាគតទៅប្រកាសជាអាចបើកវាបានជាមិនខានទេហើយពួកវាចង់លេងសើចជាមួយនឹងយើងហើយថ្ងៃក្រោយកំហៅយើងថាចោលចង្រៃទៀតឬទេសួស្ដីហ៎ពីបាហើយជប់ភ្លាមឡាយគេទៅហើយបើគេមិនជប់ទេបាញ់ទៅពួកយើងចាប់ស្ទែទៅជប់ភ្លាមបើយើងបាញ់កំបាញ់ទេសាយ៉ាត់ផងលឿននេះឡានទៅបាត់ហើយអាយ៉ាឲ្យមិនក៏មិនបាញ់អញ្ចឹងហ៎ម៉ាដាមឆាប់ហៅឡានប៉ូលីសឲ្យមកខាត់ផ្លូវភ្លាមទៅមិនចាំបាច់ទេខ្ញុំមិនដឹងថាបញ្យល់យ៉ាងម៉េចទេមិនចាំបាច់ប្រាប់ខ្ញុំថាលោកមិនមែនធ្លាប់លួចឡានតែធ្វើអ្វីផ្សេងនោះតើលោកធ្លាប់ជួបពួកគេនោះទេហេតុអីក៏នាងដឹងលោកកំណឹកស្មានថាប៉ូលីសល្ងងឲ្យសោះនោះកុំមានទំនាក់ទំនងជាមួយនឹងពួកគេទៀតអីណាហេតុអីលោកមិនគួរសួរខ្ញុំនោះទេបើលោកមិនដឹងនោះវាល្អហើយស្ដាប់ឲ្យច្បាស់ណាឲ្យគេទៅហ៎ត្រូវតែឲ្យប្អូនប្រុសរបស់លោកយកឡានមកវិញមុនពេលមេឃភ្លឺហើយពួកយើងនឹងបំភ្លឺរឿងទាំងអស់នេះឆាប់ទៅមិនកើតទេមិនក៏ឲ្យគេទៅវិញអញ្ចឹងហ៎វាពិតជាល្អខ្លាំងណាស់ដែលមានសង្សារជាប៉ូលីសណូលោកតាយកុំចំណែនអីល្អជាងថាម៉េចនរណាជាសង្សារឯងទៅគុំស្មាយអសោះណាហេថឹកសិលានាងពិតជាឲ្យគេទៅមែនណាគេជាចោលលួចឡាននោះទេបាត់មាត់ទៅឆាប់ឈប់ភ្លាមទៅឲ្យគេទៅថឹកសិលាអើយលោកនេះគេទៅបាត់ហើយហើយមិនក៏នាងការពារគេទៅវិញហេតុអីទៅខ្ញុំឲ្យគេទៅហើយខ្ញុំក៏អាចចាប់គេមកវិញបានដែរលោកចាំតែមើលទៅអូខេមានន័យថាអូខេហ៎បើលោកបើកបោះជញ្ជាំងខ្ញុំក៏អាចចាប់គេដោយធ្វើបាបប៉ូលីសដែរប៉ុន្តែហើយខ្ញុំអាចធ្វើបានប៉ុន្តែទីនេះគ្មានចាំងនោះទេលោកទាំងអស់$20 $20ហ៎ខ្ញុំឲ្យចាប់មកពេញតាតែវាពេញហូរចេញមកឲ្យ$20ធ្លេហើយហ៎តើឡាននេះយ៉ាងម៉េចហ្នឹងហើយមិនក៏ធំសាំងតូចម្ល៉េះទាំងអស់នេះយកចេញពីធំសាំងមែនទេប៉ុន្តែហើយហេតុអីក៏វាមានតម្លៃថ្លៃជាងមីទៅទៀតណោះហើយគុណភាពល្អទៀតផងអាចចង្រៃនេះមិនហ៊ានជួញដូរគ្រឿងញៀនចឹងផងគេអាចជាប់គុក30ឆ្នាំបើប៉ូលីសចាប់បាននោះមិនអញ្ចឹងទេអាចជាប់គុកមួយជីវិតក៏ថាបានដែរសំណាងអាក្រក់ហើយណាឡានកែជាមួយគេនោះគួរអាណិតក្មេងទៀតផងគេប្រកាសជាទៅលេឪពុកគេនៅក្នុងគុកជាមិនខាននោះទេតែយុបណាទៅហើយពិតជាកម្មអាក្រក់ខ្លាំងណាស់
ហើយមិនក៏ដកដង្ហើមធំទៅវិញនេះជាបញ្ហារវាងប្តីនិងប្រពន្ធហើយបងប្រុសនិងប្អូនស្រីតែប៉ុណ្ណោះទេក៏មើលមកខ្ញុំអញ្ចឹងទៅមើលអើយមិនចាំបាច់ធ្វើអញ្ចឹងទេថឹកជូឡាតាចៅណាគេធ្វើអញ្ចឹងទៅគ្រាន់តែអង្គុយជាមួយក៏វាមិនណៃដែរឡើងមកវិញឡើងមកវិញឡើងមកវិញហើយឈប់សិនពីនេះមកឲ្យពួកយើងចាប់តាមឯណែទេនឹងនេះធ្វើយ៉ាងម៉េចឆាប់ហើយភ្លីមកឆាប់ទៅភ្លីទៅគឺហើយមកចាប់ពួកគេនឹងហើយលោកចាប់គេពីរឿងអីលួចឡានប្រឆាំងនឹងការចាប់ធ្វើបាបប៉ូលីសទៀតផងបើឡាននៅទីនេះលោកថាគេលួចឡានយ៉ាងម៉េចទៅហើយពួកយើងគ្មានសិទ្ធិចាប់គេនោះទេលោកមិនអាចថាគេប្រឆាំងបានទេនាងបោកប្រាស់ខ្ញុំទៀតហើយអាណាកាត់ខ្ញុំឆាប់ទៅរកកាត់ឲ្យខ្ញុំមកតែពួកយើងជួយរកលើនេះមកទៅណាទៅណាយីទៅណាអញ្ចឹងបាត់ទៅណាចាប់ទៅនេះច្បាយរបស់ច្បាយហើយអរគុណណាស់លើកកាឡើងទៅលើកកាឡើងយមនេះត្រូវតែស្វឹងហើយមែនហើយរកឃើញគ្នារបស់យើងពីរនាក់ត្រូវពួកវាពាត់កុងតឺន័រគ្រប់ចិត្តឆាប់ដាក់ឡានចុះមកហើយមើលថារបស់មានបញ្ហាអីឬក៏អត់បាទច្បាយច្បាយតើការស្អីហ្នឹងបើសិនជាឡានឯងបាត់តើអាចមានអ្វីកើតឡើងដែរទេមិនអាចទេខ្ញុំសម្រាប់ខ្លួនឯងហើយបើបាត់នោះបងក៏និយាយចឹងអីឡានអាចបាត់ណានេះស្គៀមទៅបានទេហេតុអីក៏ឡាននៅទីនេះអូនចង់ឲ្យឡានបងបានមែនទេទៅឲ្យបងប្រុសអូនមកលួចមកអ្នកទាំងអស់នៅស្ងៀមពួកយើងជាប៉ូលីសសូមនៅស្ងៀមអរគុណដល់បានសហការអនាគតបងថ្លៃម្ដុំគ្រប់យ៉ាងរួចរាល់ហើយអរគុណហើយសួស្ដីអនាគតបងថ្លៃពួកយើងជួបគ្នាទៀតហើយពួកយើងជាប៉ូលីសពួកយើងសង្ស័យថាមានការរត់ពន្ធថ្នាំញៀនតាមឡាននេះរត់ពន្ធគ្រឿងញៀនថាម៉េចមានគ្រឿងញៀនក្នុងឡានខ្ញុំកុំធ្វើឡប់អីវាមិនអញ្ចឹងនោះទេបានចាំយើងបង្ហាញឯងឆៃឡានភ្លាមទៅមានឆៃឡានណាតើឲ្យខ្ញុំប៉ុណ្ណាយ៉ាងម៉េចទៅបើអញ្ចឹងបងមិនបាច់ប៉ុណ្ណាទេនេះស្ងៀមចាប់ដល់ជិះទៅចាំធ្វើស្អីហ្នឹងជិះទៅឆាប់ថយជិះទៅណែស្ងៀមទៅប្រយ័ត្នយើងចាប់ខ្លួនឯងយកទៅណាចាប់គេទៅចេញទៅហេប្រឆាំងផងអាចច្រាយយកឯងហ៊ានវាយច្រាយផងឆាប់យកខ្ញុំមកដាក់គេទៅមិនហើយបងសំឡាញពិតជាសួយមែនតាំងពី3ឆ្នាំមុនយើងចាប់នាងមិនបាននាងធ្វើរឿងអាក្រក់ច្រើនណាស់យើងមិនដែលដេកលក់ស្រួលនោះទេតែយប់នេះប្រកាសជាដេកលក់ស្រួលហើយម៉ាដាមពួកយើងឆៃមើលឡានអស់ហើយគ្មានរកឃើញអីនោះទេរកមិនឃើញអីទេពួកយើងរកដោយប្រុងប្រយ័ត្នខ្លាំងណាស់តែគ្មានឃើញនោះទេកាលពី3ឆ្នាំមុននាងចាប់យើងមិនបានហើយ3ឆ្នាំទៀតក៏ចាប់យើងមិនបានដដែលបើសិនជាពេលនេះនាងដេកលក់មិនស្រួលនោះនាងគួរតែលេបថ្នាំមកងុយដេកទៅ
ពេលនេះយើងត្រូវទៅហើយណាបាយបាយកុំឲ្យនាងតែអសោះហេលោកតៃនាំពួកគេទៅប៉ូលីសទៅ ចាប់គេពីបទស្អីទៅ ហើយយ៉ាស្រាប់តែលោកធ្វើទៅ វាពិបាកសម្រាប់ខ្ញុំណា លោកចង់ឲ្យខ្ញុំអង្គុយនៅក្នុងឡានប៉ូលីសហ៎ លោកនាយចាំនាងពីបទធ្វើបានមិនស្រីលោកទេ ឯងចាអាកផ្លេឃីវហ៎ហ៎ឆាប់តែឆ្ងាយទៅប្រយ័ត្នយើងចាំនាងទៅចាប់ទៅវិញតែ ហើយយ៉ាដូចជារងចាំអ្នកណាមែនទេ ហេតុអីក៏មិនវាយតវិញហេតុអីក៏មិនសួរខ្ញុំថាហេតុអីក៏ខ្ញុំវាយលើ វាយទៅខ្ញុំរងចាំដល់នាងវាយឆ្អែតមនុស្សប្រុសនិងមនុស្សស្រីទំនាក់ទំនងល្អគឺពួកគេអាចវាយគ្នាដោយគ្មានហេតុផលវាយទៀតទៅឆ្អែតឲ្យនៅឆ្អែតឲ្យនៅនៅទេ យកទុំឲ្យទៅរបស់នោះ កុំវាយខ្ញុំអីខ្ញុំពិតជាមិនដឹងរឿងអីទេនាងពិតជាដឹងតែប្រហែលជានាងភ្លេចហើយមែនហើយអត់ទេមែនឬក៏មិនមែនអត់ទេខ្ញុំមិនមានអីទេខ្ញុំមិនមានអីទេ អាឡូយ៉ាងម៉េចគេវាយឯងទៀតហើយមែនទេ លើកនេះមិនមែនអាជូទេគឺយើង នាងជាណាគេ លោកគួរតែទាយដឹងថាខ្ញុំជាអ្នកណាហើយបើមិនធ្វើតាមអ្វីដែលខ្ញុំនិយាយទេខ្ញុំនឹងសម្លាប់នាងចោលហើយបើមិនជឿចាំតែមើលទៅ ហេកុំតាន់អាល់អីខ្ញុំនឹងធ្វើតាមខ្ញុំបានយកគ្រឿងញៀនទាំងអស់មែនថ្ងៃស្អែកនាងយកប្អូនរបស់ខ្ញុំទៅឃ្លាំងរបស់ខ្ញុំនៅម៉ោង 10បើមិនយកនាងទៅទេខ្ញុំនឹងបោះគ្រឿងញៀននោះចោលហើយរឿងគឺប៉ុណ្ណឹងបានហើយ លោកចង់សំណាងឬក៏ធ្វើជាវីរៈបុរសលោកផ្ដល់ជីវិតប្អូនស្រីរបស់លោកឯង តែវាអស់វិធីហើយ ខ្ញុំស្មានតែលោកស្រឡាញ់ប្អូនស្រីរបស់លោកខ្លាំងណាស់ នេះគ្រាន់តែជាពាក្យមួយដែលខ្ញុំនិយាយជាមួយគេទេនាងដែរទៅកន្លែងរបស់ខ្ញុំផ្ទាល់ទេវាមានសុវត្ថិភាពជាងនៅកន្លែងគេយល់ទេ សួស្តីបង អីកុំស្លន់ពេក បងប្រុស កូនចៅរបស់នាងនៅខាងក្រៅត្រូវគ្រាប់ហើយប្អូនប្រុសរបស់ខ្ញុំគឺនៅខាងក្រៅរបស់តែនេះពាក់កណ្ដាលគឺនៅនឹងប្អូនរបស់ខ្ញុំបើគេលឺស្នូកំភ្លើងគេនឹងទៅគួរតែយកពាក់កណ្ដាលសិនទៅហើយឲ្យប្អូនស្រីយើងមកយើងប្រាប់ថាគួរយកពាក់កណ្ដាលសិនទៅហើយឲ្យប្អូនស្រីយើងមកយើងមកពាក់កណ្ដាលទៀតនៅខាងក្រៅនោះ
កែខ្លាំងណាស់រៀបចំបានល្អហ៊ានបង្រៀនឲ្យយើងផងហ៎ខ្ញុំមិនហ៊ានទេយកនាងទៅឲ្យគេទៅហើយឆាប់ពិនិត្យរបស់បត់ច្បយឈប់សិនឲ្យនាងមុនមកបងប្រុសអោយរបស់យកមកលើនេះមិនអាចរត់ទៅណាបានទេឆាប់តោងបងមកឲ្យលឿនឡើងលើកនេះអាប៉ុនគេធ្វើអីហ្នឹងចាក់ការពួកវាទៅត្រូវបញ្ឆេះឡានហើយតោងមកជាប់មកឯងហ៊ានប្រឆាំងនឹងការចាប់ខ្លួនផងហ៎អត់ទេលោកគិតថាអាចចាប់ខ្ញុំបានដែរទេឆាប់ចុះទៅមកលោកចុះទៅប្រកាសជាស្លាប់ហើយអស់ពេលឡើយឆាប់ចុះទៅសំណាងល្អណាស់ស្អីហ្នឹងធីកជូឡាឆាប់រត់ទៅមកលោកខ្លាចលោករត់ទៅសម្លាប់នាងភ្លាមហេតុអីក៏លោកប្រើពេលយូរខ្លាំងម្ល៉េះខ្ញុំគួរតែទៅហៅប៉ូលីសផ្សេងទៀតល្អជាងនាងចង់ថាខ្ញុំគ្មានបានការមែនទេឯងខ្លាំងផងហ៎យើងជាប៉ូលីសនៅស្ងៀមយើងគិតថាយើងអាចដេកលក់ស្រួលដោយមិនចាំបាច់លេបថ្នាំទេចាញ់បោកគេអើយប៊ីជាងស្លាប់ដោយសារចង្រៃឯងហ្នឹងទៅណាចាដាក់ភ្លើងចាប់ភ្លាមថៃដាក់ភ្លើងចុះណៃស្ងៀមនាងជាប៉ូលីសនាងមិនអាចសម្លាប់យើងបានទេសម្លាប់នាងឲ្យបានទៅចុះមកហើយភ្លឺទេអីស្មានតែយើងនៅកលើចុះទៅអីបកែឡើងមក
ហេប្រយ័ត្នធ្លាក់ឲ្យអូនសម្លាញ់ ណែលោកធ្វើអីនៅទីនោះ ខ្ញុំនៅមើលបិសាច3ក្បាលឯនាងណា ពួកវាមិនមែនបិសាចទេពួកវាគឺខ្មោចថ្នាំញៀនខ្មោចថ្នាំញៀនណា ហានៅសើចកើតទៀតហ៎ ចាំមើលនាងសាច់ដល់ណាទៀតចូលទៅងប់ហើយបើខ្ពស់យ៉ាងនេះនោះតើអាចឡើងទៅបានយ៉ាងម៉េចនឹងកើតទៅចាត់ការវាទៅ បើជួយ ហើយមិនក៏រអល់យ៉ាងនេះណោះ សិល្បៈសង្គ្រាម តើយ៉ាងម៉េចដែរយើងសរសេរបែបនេះស្អាតដែរទេ យកមិនហ៊ានមើលងាយផងអឹកឆាប់បដូរស្នៀតណា នៅស្ងៀម លើកនេះមិនធ្លាក់ទេទេតើបំពង់ករបស់ឯងនៅខ្លាំងដល់ណាទៀត ខ្ញុំមកដល់ហើយ
អូមកពីខ្ញុំមកយឺតនោះទេយ៉ាប់មែនហើយលបងហេតុអីមិនតើខ្ញុំវិញទៅយើងជាប៉ូលីសឆាំណាស់ស្ងៀមទៅបានពួកយើងនៅស្ងៀមលោកឆាប់ចាប់ការទៅហៅប៉ូលីសឲ្យលឿនឡើងមកម៉ាដាមមកម៉ាដាមគឺនៅនិយាយស្អីទៀតមិនក៏មិនឆាប់ទៅបានម៉ាដាមលបងតើស្រីម្នាក់នេះអាចតើខ្ញុំបានទេសាច់អាចចាត់ការណាខ្ញុំទៅហើយហេតុអីទៅបានជានាងធ្វើជាចោលទៅវិញប៉ូលីសមិនដល់ហើយអូនាងខ្លាំងមែនឆាប់ឲ្យរបស់មកយើងវិញអមមិនខ្ញុំទេនៅក្នុងប្រអប់អាចមានគ្រាប់បែកទេលើកក្រោយឯងមិនសំណាងទៀតទេតើរបស់យើងនៅណាបើខ្ញុំដឹងនោះខ្ញុំនឹងប្រាប់នាងបាត់ទៅហើយខ្ញុំមិនដឹងនោះទេណាយើងរាប់ដល់3 1គំរាប់អីណែតើកាស្អីទៅមិនក៏មករើយកខ្ញុំក្នុងចំណោម3នាក់អញ្ចឹងទៅវិញចាំម៉េចតើខ្ញុំសង្ហាណាតើមែនដែរទេគំរាប់អីហើយមិនក៏នាងលាក់ខ្លួនអញ្ចឹងឆាប់ងើបឡើងមក3យើងនិយាយមិនក៏លបងមិនឆាប់និយាយលឿនទៅកុំនិយាយអីកុំបាញ់នៅខាងលើបើលើកនេះនៅកុហកយើងទៀតយើងនឹងសម្លាប់ពួកឯងទាំងអស់លបងនិយាយការពិតទេប្រយ័ត្នជាគ្រាប់បែកឯណាគ្រាប់បែកទេលបងអាចឆាប់ឡើងទៅអើយទីជូឡាឆាប់មកជួយបងឡើងអត់លឿននាងចង់ផ្ដាច់គេជាពីរមែនទេគេបានតែមិនអាចសម្លាប់គេបានទេមែនហើយលែងយើងទៅថៃលែងយើងទៅទីជូឡាមានតែយ៉ាងម៉េចហ្នឹងគឺចាប់ពួកលោកហ្នឹងហើយនាងគួរចាប់គេជំនួសពួកយើងវិញហេតុអីពួកយើងជាបងប្អូននេះខ្ញុំជាប៉ូលីសហើយពួកលោកជាចៅត្រឹមត្រូវហើយដែលខ្ញុំចាប់ពួកលោកនោះនាងហ៊ាននិយាយបែបនេះផងណានាងពិតជាមនុស្សអាក្រក់ខ្លាំងណាស់មែននៅពេលដែលខ្ញុំធ្វើជាស្រឡាញ់គេបានប្រាប់រឿងទាំងអស់ដល់ខ្ញុំហើយលោកស្មានថាខ្ញុំស្រឡាញ់លោកទេកុំសម័យអសោះលបងខ្ញុំបានប្រាប់លបងយូរហើយថាប៉ូលីសនឹងស្រឡាញ់លបងយ៉ាងម៉េចនឹងកើតទៅអាយុននៅតែល្អហ្នឹងលោកនិយាយត្រូវហើយយកគំរូតាមប្អូនប្រុសរបស់លោកទៅរកមាត់ស្រីនៅក្នុងក្លឹបរាត្រីទៅលោកនឹងបានដឹងខ្លួនឯងហើយឈប់សិនមើលតើលោកចង់និយាយស្អីជាមួយខ្ញុំទេខ្ញុំចង់វាយនាង